ជំរាបសួរទស្សនិកជននាងខ្ញុំខាត់សុខីមថ្ងៃនេះសូមចូលរួមមកចែករំលែកនៅបទពិសោធន៍ដែលនាងខ្ញុំមានគឺការប្រើនៅមធ្យោបាយពជាកំណើតទំនើបសម្រាប់នាងខ្ញុំផ្ទាល់គឺជាតារាសិល្បៈដែលមានភាពគេហៅថារវល់មែនតែនហើយជាមួយនឹងសម្អាងការទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅសប្តាហ៍ថ្ងៃនេះនាងខ្ញុំជឿថាគឺមានការងាររៀងខ្លួនជាពិសេសនារីអញ្ចឹងការដែលយើងមានកូនញឹកពេកក៏មិនសូវល្អដែរអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គ្នាជាពិសេសសុភាពនារីប្រើនៅមធ្យោបាយពជាកំណើតទំនើបធ្វើឲ្យជីវភាពរបស់យើងធូរធារបន្តទៅទៀតសុភាពស្ត្រីទាំងឡាយនឹងបានឮនៅបទពិសោធន៍របស់ស្ត្រីផ្សេងទៀតដែលគាត់ប្រើនៅមធ្យោបាយពជាកំណើតថាតើការពជាកំណើតជាអ្វីហេតុអីចាំបាច់ត្រូវការប្រើមធ្យោបាយពជាកំណើតការពជាកំណើតចំពោះនាងខ្ញុំមានន័យថាយើងអាចមានកូនតាមប្រាថ្នាហើយជាពិសេសនោះគឺផ្ដល់ពេលឲ្យនាងខ្ញុំនិងគ្រួសារអាចមានពេលវេលាគ្រប់គ្រាន់ក្នុងការរកប្រាក់ចំណូលដើម្បីជីវភាពយើងមានលក្ខណៈសមរម្យចំពោះខ្ញុំការពជាកំណើតហ្នឹងគឺមានន័យថាការទុកចន្លោះពីកូនមួយទៅកូនមួយឲ្យមានរយៈពេលវែងនិងទៅតាមបំណងប្រាថ្នាដែលយើងចង់បានការពជាកំណើតនិយាយទៅវាល្អសម្រាប់ខ្ញុំហើយនិងកូនខ្ញុំផ្ទាល់ជាពិសេសខ្ញុំមានពេលគ្រប់គ្រាន់សម្រាប់ថែរក្សាកូនជារៀងរាល់ថ្ងៃសម្រាប់ខ្ញុំការពជាកំណើតគឺចង់បានកូនតាមប្រាថ្នាហើយរយៈពេលយ៉ាងហោចណាស់ឲ្យបាន3ឆ្នាំដែរពីកម្រិតមួយទៅកម្រិតមួយកូនយើងក៏មានសុខភាពល្អចំណែកម្ដាយក៏មានសុខភាពល្អនិងគ្រួសាររបស់យើងមានពេលវេលាគ្រប់គ្រាន់សូមចូលរួមចែករំលែកនៅបទពិសោធន៍របស់អ្នកនៅក្នុងការប្រើមធ្យោបាយពជាកំណើតចាបន្ទាប់ពីខ្ញុំរៀបការហើយខ្ញុំក៏បានពិភាក្សាមួយគ្រួសារខ្ញុំហើយយើងក៏សម្រេចចិត្តថាអត់ទាន់ចង់បានកូនភ្លាមទេអញ្ចឹងក៏ខ្ញុំស្រាប់សម្រេចចិត្តថាញ៉ាំថ្នាំពជាកំណើតហ្នឹងតែម្ដងនៅពេលខ្ញុំចាប់ដើមញ៉ាំរហូតដល់ប្រហែលជា2ឆ្នាំយើងសម្រេចចិត្តថាយើងចង់បានកូនអញ្ចឹងខ្ញុំក៏ឈប់ញ៉ាំថ្នាំហ្នឹងហើយប្រហែលជាមួយខែ2ខែក្រោយមកខ្ញុំមានកូនតាមអ្វីដែលពួកយើងចង់បានមែនហើយបន្ទាប់ពីយើងឆ្លងទន្លេកូនទី1ហើយខ្ញុំសម្រេចចិត្តថាខ្ញុំអត់ទាន់ចង់បានកូនទី2ភ្លាមទេអញ្ចឹងខ្ញុំក៏សម្រេចចិត្តញ៉ាំថ្នាំពជាកំណើតទៀតខ្ញុំញ៉ាំរហូតដល់កូនទី1ប្រហែលជា2ឆ្នាំកន្លះខ្ញុំក៏សម្រាប់ចិត្តថាចង់បានកូនទី2អញ្ចឹងខ្ញុំឈប់ញ៉ាំថ្នាំហើយមួយខែ2ខែក្រោយខ្ញុំមានកូនម្ដងទៀតអញ្ចឹងណាហើយបន្ទាប់ពីកូនទី2ឆ្លងទន្លេហើយខ្ញុំញ៉ាំថ្នាំជាកំណើតទៀតរហូតដល់បច្ចុប្បន្នហ្នឹងហ្មងឥឡូវនេះគឺខ្ញុំមានកូន3នាក់ឯងអញ្ចឹងខ្ញុំអត់ចង់បានកូនទៀតទេពីមុនខ្ញុំធ្វើការពជាកំណើតដែលប្រើនៅប្រតិទិនព្រោះដោយសារតែការមករដូវរបស់យើងវាអត់ទៀងទាត់ឬក៏ជាងការថ្ងៃយើងអាចច្រឡំថ្ងៃឬក៏ភ្លេចថ្ងៃនៃការមកទៅវាអាចធ្វើឲ្យយើងប្រហែសក្នុងការមានកូនអញ្ចឹងទៅវាជាមូលហេតុមួយដែលធ្វើឲ្យយើងនឹងអាចមានការមិនទុកចិត្តខ្លួនឯងចាឲ្យទៅរៀងដល់ទៀងទាត់ពេលដាច់ខែត្រូវមកដល់អញ្ចឹងអត់ឃើញមកអញ្ចឹងភ័យអីចាលើសមួយថ្ងៃពីរថ្ងៃអញ្ចឹងជាភ័យថាអូយតិចមានទៅឬក៏យ៉ាងម៉េចទៅនៅអត់សុខទេអញ្ចឹងខ្ញុំក៏ទៅ pharmacy ដើម្បីទិញនៅប្រាប់ពិនិត្យទឹកនោមនឹងមើលដល់ខ្លួនឯងកាលណាយើងទិញទៅដាក់មើលទៅអីហើយអត់ឃើញមានទេធូរចិត្តបន្តិចហើយចាដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តក្នុងការជ្រើសរើសនៅមធ្យោបាយពជាកំណើតបែបទំនើបណាមួយដែលងាយស្រួលសម្រាប់ខ្ញុំហើយនិងគ្រួសារខ្ញុំអាចទទួលយកបាននិយាយទៅបន្ទាប់ពីចង់និយាយថាខ្ញុំរៀបពីពីភ្លាមខ្ញុំអត់ទាន់ចង់បានកូនទេខ្ញុំបានប្រើពជាកំណើតបែបធម្មជាតិដែលគេចង់និយាយថាគេតមតាមកន្លងយេថ្ងៃខែចាប៉ុន្តែចង់និយាយថាខ្ញុំតមហើយចែកដល់នេះខ្ញុំទុំការភ្លាមមានភ្លាមខែក្រោយដែលខ្ញុំបន្ទាប់ពីការហ្នឹងអាយុកូនទី1ប្រហែលជា1ឆ្នាំជាងបន្តិចហើយខ្ញុំចង់បានកូនទី2ខ្ញុំទៅពីគ្រូជាមួយពេទ្យទាំងប្តីទាំងប្រពន្ធប៉ុន្តែចែកដល់នេះខ្ញុំយកកូនទី2ទៀតស្រាប់តែកើតមកស្រីទៀតចាអញ្ចឹងខ្ញុំចង់និយាយថាខ្ញុំឡើងចង់បានទៀតហើយដំបូងតែចែកដល់នេះខ្ញុំមានអាទី3ទៀតដល់យកទៀតទៅខ្ញុំកូនទី3ដែលខ្ញុំកើតកូនទី3ហើយទាំងសុខភាពយើងដូចវាមិនទៅល្អអញ្ចឹងណាខ្ញុំពជាធម្មជាតិទៀតរបៀបថាចាក់ទឹកក្រៅពីងចារបៀបទឹកយ៉ាងណាតែចៃដន្យនេះនឹងមិនទេមានមួយទៀតមានអាទី4ហ្នឹងកូន4នាក់ចៃដន្យទាំង4ខំប្រើវិជាមធ្យោបាយវាកំណើតរបៀបធម្មជាតិក៏នៅតែមានប្រកតិទិនចាក់ទឹកក្រៅហ្នឹងក៏មាននៅតែមាននិយាយទៅវាចៃដន្យហ្មងកូនសម្រាប់ខ្ញុំការឲ្យភ្លាមគឺនាងខ្ញុំមិនទាន់ចង់បានកូនភ្លាមទេអញ្ចឹងខ្ញុំជ្រើសរើសវិធីមួយគឺចាក់ទឹកក្រៅពីងនៅក្នុងការពជាកំណើតប៉ុន្តែវាមានកូនអញ្ចឹងទៅការដែលប្រើប្រាស់ចាក់ទឹកក្រៅពីងហ្នឹងគឺវាអត់មានប្រសិទ្ធភាពអីទេអញ្ចឹងបាននេះខ្ញុំជ្រើសរើសយកការពជាកំណើតប្រើកងដាក់នៅក្នុងស្បូនហើយធ្វើឲ្យនាងខ្ញុំនឹងអស់ភ័យបារម្ភទៀតហើយពីរឿងថាមានកូនដោយចៃដន្យបន្តទៀតសូមបន្តជួបជាមួយនឹងសុភាពស្ត្រីរបស់យើងចង់ដឹងថាតើអ្នកណាជាអ្នកណែនាំឲ្យគាត់ប្រើនៅមធ្យោបាយពជាកំណើត
ខ្ញុំបានភាសាមួយម៉ាក់ខ្ញុំក៏គាត់ណែនាំឲ្យទៅជួបជាមួយអ្នកផ្ដល់សេវាសុខភាពជំនាញព្រោះគេដឹងច្រើនជាងគាត់អញ្ចឹងខ្ញុំក៏បានទៅតាមការណែនាំរបស់ម៉ាក់ខ្ញុំហើយពេលដែលខ្ញុំជួបជាមួយអ្នកផ្ដល់សេវាសុខភាពជំនាញហ្នឹងគាត់បានណែនាំខ្ញុំនៅវិធី5យ៉ាងក្នុងការពន្យាកំណើតហើយនៅចំណោម5យ៉ាងហ្នឹងគឺខ្ញុំចូលចិត្តការលេបថ្នាំច្រើនជាងគេព្រោះវាស្រួលហើយនឹងល្អសម្រាប់សុខភាពរបស់ខ្ញុំនៅពេលដែលខ្ញុំលើអ្នកចាត់ខាងគាត់ពិភាក្សានឹងនិយាយគ្នាពីរឿងកងដាក់ក្នុងស្បូនហ្នឹងខ្ញុំក៏ចាប់អារម្មណ៍ដល់យប់ឡើងខ្ញុំពិភាក្សាមួយគ្រួសារខ្ញុំពីរឿងកងដាក់ក្នុងស្បូនហ្នឹងហើយគ្រួសារខ្ញុំក៏គាត់គ្រប់គ្រងនៅការសម្រេចចិត្តរបស់ខ្ញុំដែរព្រឹកឡើងគាត់ជូនខ្ញុំទៅជួបជាមួយនឹងគ្រូពេទ្យជំនាញនៅពេលដែលជួបមួយគ្រូពេទ្យជំនាញហើយគាត់បានផ្ដល់ប្រឹក្សាអំពីមធ្យោបាយវិទ្យាកំណើតដែលកងដាក់ក្នុងស្បូនដល់ខ្ញុំហ្នឹងច្បាស់លាស់ចាគឺតាំងពីរបៀបនៃការបណ្ដិតសុខភាពយើងអាចស័ក្តិសមទៅនឹងការប្រើកងដាក់ក្នុងស្បូននេះបានហើយប្រសិទ្ធភាពរបស់វាគឺមានរយៈពេលយូរម្យ៉ាងទៀតកងដាក់ក្នុងស្បូនហ្នឹងគឺអត់មានជាតិអរម៉ូននេះដូច្នេះខ្ញុំក៏សម្រេចចិត្តថាខ្ញុំនឹងដាក់កងក្នុងស្បូននេះហើយខ្ញុំនឹងអាចមានឱកាសក្នុងការទៅរកការងារធ្វើនៅខាងក្រៅដើម្បីរកចំណូលបន្ថែមសម្រាប់គ្រួសារនិងកូនៗរបស់ខ្ញុំតាំងពីគ្រួសារខ្ញុំដូរកន្លែងធ្វើការថ្មីនៅអង្គការផ្នែកសុខភាពមកហើយគាត់ជាអាសាជួបជាមួយដុកទ័រពេទ្យអីចឹងទៅក៏ដុកទ័រគាត់និយាយថាឥឡូវឲ្យគាត់ទៅពិភាក្សានៅខាងពជាកំណើតហ្នឹងទៅខាង clinic សាន់រូបព្រះទឹកហ្នឹងក៏ខ្ញុំទៅតាមគាត់ហ្នឹងទៅកងដាក់ដៃហ្នឹងឬគេនិយាយថាយកទឹកធ្ងន់អត់បានវារត់វាកោងវាបាក់មិនខ្ញុំអត់ដឹងដែរព្រោះខ្ញុំអត់ដែរសារព្រោះខ្ញុំលឺអ្នកជិតខាងនិយាយហើយគាត់ថាខ្លួនឯងកុំចេះជឿតាមគេចាដល់ពេលខ្ញុំដាក់ទៅក្រោយពីដាក់ហ្នឹងក៏មានបញ្ហាអីតាំងពីខ្ញុំប្រើមកវា4ឆ្នាំទៅ5ឆ្នាំឥឡូវហើយចិត្តដល់ថ្ងៃខ្ញុំទៅដូរកងហ្នឹងចេញហើយនិយាយទៅអត់មានដែរមានបញ្ហាអីហើយខ្ញុំលែងព្រួយបារម្ភពីការមានផ្ទៃពោះទៀតទេចង់និយាយថាលែងព្រួយបារម្ភពីការមានផ្ទៃពោះដែលចៃដន្យទៀតហើយខ្ញុំចាំបានខ្ញុំនិងប្តីរបស់ខ្ញុំបានពិភាក្សាគ្នាហើយក៏បានជួបជាមួយនឹងលោកគ្រូពេទ្យជំនាញគ្រូពេទ្យបានណែនាំនៅមធ្យោបាយជាច្រើនទាំងផលប្រយោជន៍និងផលរំខានផ្សេងពីគ្នាបន្ទាប់ពីបានជួបលោកគ្រូពេទ្យជំនាញប្រឹក្សាពីរឿងនេះហើយនាងខ្ញុំក៏បានជ្រើសរើសយកវិធីការពារហ្នឹងគឺកងដាក់នៅក្នុងស្បូនព្រោះវាមានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់អញ្ចឹងចាប់ពីពេលនោះមកគឺខ្ញុំលែងបារម្ភពីរឿងមានកូននៅចៃដន្យទៀតហើយតាមបទពិសោធន៍នៅក្នុងការប្រើមធ្យោបាយពន្យាកំណើតកន្លងមកតើពួកយើងមានអ្វីខ្លះដើម្បីជាមតិផ្ដាំផ្ញើទៅដល់បងប្អូនស្ត្រីដែលគាត់កំពុងតែទស្សនាតាមបទពិសោធន៍របស់យើងទាំងអស់គ្នាខ្ញុំសូមផ្ដាំទៅដល់បងប្អូនស្ត្រីជាពិសេសអ្នកដែលកំពុងតែប្រើមធ្យោបាយពន្យាកំណើតធម្មជាតិដូចជាប្រតិទិនចាក់ទឹកក្រៅពាងឲ្យបានជ្រាបថាមធ្យោបាយនេះមិនសូវមានប្រសិទ្ធភាពក្នុងការពារការមានផ្ទៃពោះបានទេមានតែមធ្យោបាយពន្យាកំណើតទំនើបតែប៉ុណ្ណោះដូចជាកងដាក់នៅក្នុងស្បូនកងដាក់ក្រោមស្បែកថ្នាំចាក់ពន្យាកំណើតថ្នាំគ្រាប់ពន្យាកំណើតនិងស្រាមអនាម័យដែលអាចជួយអ្នកបានតាមការសិក្សាស្រាវជ្រាវស្ត្រីមួយចំនួនយល់ថាការប្រើមធ្យោបាយពន្យាកំណើតធម្មជាតិមានប្រសិទ្ធភាពតែផ្ទុយទៅវិញការអនុវត្តបែបនេះធ្វើឲ្យពួកគាត់មានផ្ទៃពោះដោយមិនចង់បានមានតែមធ្យោបាយពន្យាកំណើតទំនើបទើបមានប្រសិទ្ធភាពសុវត្ថិភាពនិងងាយស្រួលប្រើសូមកុំស្ទាក់ស្ទើរក្នុងការទៅជួបជាមួយនឹងអ្នកផ្ដល់សេវាសុខភាពជំនាញដែលផ្ដល់ព័ត៌មានគ្រប់គ្រាន់ពីមធ្យោបាយពន្យាកំណើតទំនើបទាំងអស់ដើម្បីជួយឲ្យអ្នកជ្រើសរើសនៅមធ្យោបាយពន្យាកំណើតណាមួយដែលសមស្របសម្រាប់អ្នកជាពិសេសសូមនាំស្វាមីទៅជាមួយផងសូមប្រើមធ្យោបាយពន្យាកំណើតទំនើបដើម្បីកូនតាមប្រាគ្រួសាររីករាយ